សូមស្វាគមន៍មកកាន់មេរៀនភាសាចិនបន្តទៀតថ្ងៃនេះយើងមករៀនពាក្យសន្ទនាវគ្គដំបូងដែលអ្នករៀនភាសាចិនទើបតែចូលរៀនគឺត្រូវតែចេះពាក្យទាំងអស់នេះដើម្បីងាយស្រួលក្នុងការសន្ទនាប្រចាំថ្ងៃជាកុំខាតពេលវេលាយូរយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងពាក្យដំបូងនេះគឺនីហោនីហោអញ្ចឹងសម្រាប់អ្នកដែលមិនដែលរៀនភាសាចិនពីមុនមកសោះក៏ធ្លាប់ឮដែរនីហោបកថាសួស្តីនអ៊ីនីសម្លេងទី3នីហៅអោហោសម្លេងទី3ហោនីហោបកថាសួស្តីមកមើលប្រយោគ A បន្តទៀតនីហោម៉ានីហោម៉ាបកថាតើអ្នកសុខសប្បាយជាទេជាការសួរសុខទុក្ខណានីហោម៉ាប្រយោគ B 我很好我很好谢谢你呢បកថាខ្ញុំសុខសប្បាយជាទេឬក៏ខ្ញុំសុខសប្បាយទេអរគុណចុះអ្នកវិញអញ្ចឹងកន្លែងនេះ我很好បកថាខ្ញុំសុខសប្បាយធម្មតាទេឬក៏ខ្ញុំសុខសប្បាយទេ谢谢谢谢ប្រែថាអរគុណនី呢បកថាចុះអ្នកវិញមកមើលប្រយោគ A នេះបន្តទៀត我也很好我也很好យានេះបកថាកតែកនេះកមិនមែនកជាប់ក្បាលណាគ្នាយើងគឺកផងដែរកអញ្ចឹងដែរ我也很好ខ្ញុំក៏សុខសប្បាយដែរ我也很好ខ្ញុំក៏សុខសប្បាយដែរអូខេជាងមកមើលប្រយោគបន្តទៀតប្រយោគ A 你叫什么名字你叫什么名字បកថាតើអ្នកឈ្មោះអ្វីជាការសួររកឈ្មោះរបស់គេ你叫什么名字ប្រយោគ B 我叫ខ្ញុំឈ្មោះអញ្ចឹងកន្លែងនេះយើងឈ្មោះអីដាក់ឈ្មោះយើងពិតទៅបើមានឈ្មោះជាភាសាចិនដាក់ឈ្មោះជាភាសាចិនបើមានឈ្មោះខ្មែរដាក់ខ្មែរសិនទៅឧទាហរណ៍ថា我叫មករា我叫វិច្ឆិកានេះជាឈ្មោះដែលយើងត្រូវដាក់ជាឈ្មោះរបស់យើងប្រយោគ A បន្តទៀត很高兴认识你很高兴认识你បកថារីករាយណាស់ដែលបានស្គាល់អ្នកភាសាអង់គ្លេសយើងនិយាយថា nice to meet you អញ្ចឹងកន្លែងនេះគឺ很高兴认识你អញ្ចឹង识ទៅនេះគឺសង្កត់ធ្មេញហើយដាតកោងទៅលើសំឡេងទី2识很高兴认识你បកថារីករាយណាស់ដែលបានស្គាល់អ្នកប្រយោគ B 我也很高兴认识你我也很高兴认识你បកថាខ្ញុំក៏រីករាយណាស់ដែរដែលបានស្គាល់អ្នក我也很高兴认识你ខ្ញុំក៏រីករាយណាស់ដែរដែលបានស្គាល់អ្នកអញ្ចឹងយានេះកផងដែរគ្នាយើងមិនមែនកជាប់ក្បាលណាកផងដែរ我也很高兴认识你អូខេ认识នេះគឺស្គាល់ណា认识មករៀនប្រយោគបន្តទៀតអញ្ចឹងប្រយោគទី1នេះ你要去哪里你要去哪里去នេះគឺទៅណាមាត់មូល去បកថាទៅ去បកថាទៅ你要去哪里你要去哪里តើអ្នកចង់ទៅណាប្រយោគទី2你在做什么你在做什么បកថាតើអ្នកកំពុងធ្វើអ្វី你在做什么តើអ្នកកំពុងធ្វើអ្វីប្រយោគទី3我听不懂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 បកថាខ្ញុំស្ដាប់មិនយល់ទេប្រយោគទី4请再说一遍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 អញ្ចឹង说នេះ说គឺនិយាយណា一遍ម្ដងទៀតឈិញគឺសូម请再说一遍សូមនិយាយម្ដងទៀត说ដែលអ្នកខ្លះគាត់រៀនភាសាចិនគាត់
បបាក់ក្នុងការបញ្ចេញសំឡេងគាត់អាចនិយាយបានថាសួរសួរក៏ប៉ុន្តែអត់ត្រូវនឹងសំឡេងទេវាច្រឡំជាមួយនឹងសួរអ៊ីអូខេអញ្ចឹងអាសួរ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 គឺបកថានិយាយ请再说一遍សូមនិយាយម្ដងទៀតអូខេអញ្ចឹងសម្រាប់អ្នកដែលរៀនភាសាចិនដំបូងគឺអាចទន្ទិញពាក្យនេះបានដែលគេប្រើប្រាស់ប្រចាំថ្ងៃសម្រាប់អ្នកដែលគាត់ចេះភាសាចិនដំបូងគាត់អាចទន្ទិញពាក្យនឹងឲ្យចាំហើយអាចសាកប្រើប្រាស់ទៅលើការរស់នៅប្រចាំថ្ងៃបានដោយសារពាក្យទាំងអស់នេះគឺជាពាក្យដែលអ្នករៀនភាសាចិនដំបូងគឺត្រូវតែជួបអូខេអញ្ចឹងមេរៀនយើងវគ្គ1ចប់តែប៉ុណ្ណេះយើងនឹងមានវគ្គបន្តទៀតនៅថ្ងៃបន្ទាប់សូមអរគុណ